សម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តបង្កើតវីដេអូជាលក្ខណៈ 3D ហើយយើងមានវិធីសាស្ត្រក្នុងការបង្កើតច្រើននាពេលបច្ចុប្បន្ននេះហើយទាក់ទងជាមួយនឹងការបង្កើតតាមរយៈ AI ក៏បានហើយយើងអាចបង្កើតតាមរយៈកម្មវិធីផ្សេងៗក៏បានដែរប៉ុន្តែនៅក្នុងវីដេអូមួយនេះខ្ញុំសូមធ្វើការបង្ហាញទាក់ទងជាមួយនឹង Plotagon ដែលជាកម្មវិធីមួយអាចបង្កើតវីដេអូលក្ខណៈ 3D បានដូចគ្នាអញ្ចឹងជំហានដំបូងបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង Google របស់យើងមកហើយបន្ទាប់ទៀតមកយើង search ពាក្យ Plotagon បាននេះ Plotagon តែប៉ុណ្ណឹងមកហើយយើងធ្វើការ download វាកន្លែង download នេះបើសិនជាបងប្អូនមិនទាន់ download ទេមិនទាន់ចេះ download ទេក៏យើងធ្វើការ download ហើយកម្មវិធីនេះវាអាចប្រើនៅលើទូរស័ព្ទដៃ Android ក៏បានលើ iOS ក៏បានបើសិនជាយើងចង់ download សម្រាប់កុំព្យូទ័រគឺយើងអាចចុចនៅលើ desktop app នៅកន្លែងហ្នឹងហើយបន្ទាប់ទៀតមកគឺយើងធ្វើការ download ហើយក៏ធ្វើការ install ដូចកម្មវិធីផ្សេងៗដែរអញ្ចឹងក្រោយពេលដែលយើងតម្លើងហើយគឺយើងបើកប្រើវាគឺវាលោតជាលក្ខណៈ icon បែបនេះហើយយើងក៏ធ្វើការបើកវាមកសូមបញ្ជាក់ឡើងវិញថាកម្មវិធីនេះគឺយើងប្រើជាមួយអ៊ីនធឺណិតណាតើតើមានអ៊ីនធឺណិតបាទយើងអាចប្រើប្រាស់វាបានអញ្ចឹងនៅពេលដែលវាលោតprepare រួចរាល់ហើយគឺយើងចាប់ដើមធ្វើការ sign up ជាមួយនឹង Google account របស់យើងហើយ complete ជាមួយនឹង Google account ផងព្រោះអីកម្មវិធីហ្នឹងគឺគេទាមទារឲ្យយើងធ្វើការ log in ជាមួយនឹង Google account ដែរប៉ុន្តែទៅទៅនោះក៏យើងត្រូវការធ្វើការ sign up បន្ថែមទៀតបើសិនជាបងប្អូនមានថវិកាក៏អាចទិញកញ្ចប់វាទៅតាមដែលខ្ញុំធ្លាប់បង់ពីមុនមកដូចជាមួយខែចាំអត់ច្បាស់ដែរជាមួយខ្ញុំមើលនៅកន្លែង subscribe នេះតាមដែលខ្ញុំចាំកន្លងមកដូចជាមួយខែ$7 $7 ឬ$8ប៉ុណ្ណឹងឯងជាមួយខ្ញុំ check មើលសិនព្រោះថាពីមុនខ្ញុំធ្លាប់បង្កើតវីដេអូមកគឺធ្វើការបង្កើតវាដែរអូខេនេះគឺមួយខែ$7យើងអាចធ្វើការបង់តាមហ្នឹងទៅព្រោះអីតម្លៃហ្នឹងខ្ញុំគិតថាវាធូរថ្លៃសមរម្យដែរសម្រាប់យើងយកទៅប្រើប្រាស់ការបង្កើតវីដេអូនៅពេលដែលបងប្អូនចង់ចូលទៅបង្កើតគ្រាន់តែចុចលើពាក្យថា create នៅកន្លែងនេះមកហើយបន្ទាប់ទៀតមកវានឹងបង្ហាញ scene នីមួយៗបន្ថែមទៀតហើយនេះវា slow តិចដោយសារតែទី1 computer ដើរយឺតហើយទី2 internet នឹង slow ដែរហើយមកដល់កន្លែងនេះយើងអាចរើសមើល platform វាផ្សេងៗនេះទាក់ទងជាមួយនឹង scene វាអានេះគឺឈុតឆាកដែលយើងត្រូវរើសយកមកហើយដំបូងគេហ្នឹងគឺគេឲ្យយើងជ្រើសរើស background ហើយយើងចង់ដាក់ background ប្រភេទណាឧទាហរណ៍ថាខ្ញុំជ្រើសរើសយក background នេះឥឡូវខ្ញុំបាន background មួយហើយបន្ទាប់ទៀតមកយើង add តួអង្គនេះគឺយើង add តួអង្គនៅកន្លែងនេះយើងចង់បានតួអង្គមួយណាយកមកដាក់ឧទាហរណ៍ថាខ្ញុំជ្រើសរើសយកតួអង្គមួយនេះ select លើវាមកគឺវានឹង load ចូលលើកន្លែងនេះហើយនៅកន្លែងនេះគឺគេឲ្យយើងរើសទីតាំងសំទោសខ្ញុំខ្វែងសិនកន្លែងនេះគឺយើងរើសទីតាំងតួអង្គដែលយើងត្រូវដាក់នៅកន្លែងណានេះឃើញវាផ្លាស់ប្ដូរទៅតាមអ្វីដែលយើងចង់បានហើយបន្ទាប់ទៀតមកគឺសកម្មភាពតួអង្គផ្សេងទៀតដែលយើងត្រូវការ add បញ្ចូលហើយមួយទៀតហ្នឹងគឺការបញ្ចូលសូរស័ព្ទនិយាយយើងអាចបញ្ចូលជាអក្សរក៏បានគឺយើងបញ្ចូលនៅកន្លែងនេះយើងអាចបញ្ចូលជាអក្សរក៏បានដែរនេះទៅលើតួអង្គមួយណាដែលយើងចង់បញ្ចូលការនិយាយតាមលំដាប់យើងអាចសរសេរបញ្ចូលក៏បានឬក៏យើងអាចនិយាយក៏បានដែរនៅកន្លែងនេះយើងអាចនិយាយជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានអញ្ចឹងតួអង្គវានឹងហាមាត់តាមអ្វីដែលយើងបាននិយាយហ្នឹងចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នឹងសិនដោយសារតែឃើញថារៀងវែងដែរអញ្ចឹងអរគុណច្រើនណាសម្រាប់ការទស្សនាហើយយើងរងចាំទស្សនាភាគ2បន្តទៀតអញ្ចឹងអរគុណច្រើន